តើអ្នកចេះចាយលុយឲ្យបានត្រឹមត្រូវហើយនៅដើម្បីចាយលុយនិងសន្សំលុយឲ្យបានត្រឹមត្រូវមានប្រសិទ្ធភាពលោកអ្នកអាចអនុវត្តទៅតាមគន្លឹះសំខាន់ៗដូចខាងក្រោម 1. បង្កើតថវិកាកត់ត្រាចំណូលនិងចំណាយត្រូវដឹងឲ្យច្បាស់ថាតើចំណូលសរុបប្រចាំខែមានប៉ុន្មាននិងចំណាយទៅលើអ្វីខ្លះការកត់ត្រានឹងជួយលោកអ្នកកំណត់កន្លែងដែលគួរកាត់បន្ថយការចាយវាយបែងចែកលុយទៅតាមច្បាប់ឧទាហរណ៍ 50 30 20% ឬ 80% ច្បាប់ 50 30 20% បែងចែកចំណូល 50% សម្រាប់តម្រូវការចាំបាច់ថ្លៃផ្ទះម្ហូបអាហារទឹកភ្លើងនិងធ្វើដំណើរ 30% សម្រាប់ចំណង់ដើរលេងកម្សាន្តទិញរបស់របរដែលមិនចាំបាច់ខ្លាំង 20% សម្រាប់សន្សំនិងវិនិយោគច្បាប់ 80-20% សម្រាប់សន្សំវិនិយោគនិង 80% សម្រាប់ចំណាយចាំបាច់និងចំណង់ 2. ផ្ដល់អាទិភាពដល់ការសន្សំមុនចាយនៅពេលទទួលប្រាក់ខែភ្លាមត្រូវដកប្រាក់មួយចំណែកទុកសន្សំភ្លាមមុននឹងចាប់ផ្ដើមចាយវាយទៅលើតម្រូវការផ្សេងៗកំណត់គោលដៅសន្សំកំណត់ថាតើអ្នកសន្សំដើម្បីអ្វីឧទាហរណ៍លុយបំរុងពេលអាសន្នទិញផ្ទះទិញឡានការសិក្សាការមានគោលដៅច្បាស់លាស់ជួយជំរុញទឹកចិត្តបំបែកគណនេយ្យបើគណនេយ្យធនាគារពីរដាច់ដោយឡែកពីគ្នាគឺមួយសម្រាប់ចំណាយនិងមួយទៀតសម្រាប់សន្សំដើម្បីកុំឲ្យច្រឡំឬយកលុយសន្សំមកចាយ 3. គ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាពបែងចែកចំណាយចាំបាច់និងមិនចាំបាច់ឲ្យដាច់ពីគ្នាព្យាយាមកាត់បន្ថយចំណាយលើរបស់ដែលមិនចាំបាច់ដូចជាកាហ្វេថ្លៃៗជាញឹកញាប់ការដើរលេងហួសហេតុកាត់បន្ថយបំណុលផ្ដោតលើការសងបំណុលដែលមានការប្រាក់ខ្ពស់ជាងមុនព្រោះបំណុលធ្វើឲ្យសន្សំរបស់អ្នកធ្លាក់ចុះរៀបចំផែនការមុនទិញពេលចង់ទិញអ្វីមួយគួរពិចារណាឲ្យបានច្បាស់លាស់ថាតើវាចាំបាច់ដែរឬទេព្យាយាមប្រើប្រាស់រងចាំឧទាហរណ៍ទុកពេលមួយសប្តាហ៍គិតសិនមុននឹងសម្រេចចិត្តទិញរបស់ដែលថ្លៃបំផុតចម្អិនអាហារខ្លួនឯងការធ្វើម្ហូបនៅផ្ទះអាចជួយកាត់បន្ថយការចំណាយបានច្រើនជាងការទិញអាហារហូបខាងក្រៅ 4. ពង្រឹងចំណូលនិងវិនិយោគព្យាយាមរកប្រាក់ចំណូលបន្ថែមឬបង្កើនសមត្ថភាពការងារដើម្បីទទួលបានប្រាក់ខែខ្ពស់នៅពេលដែលអ្នកមានប្រាក់ខែសន្សំបម្រុងគ្រប់គ្រាន់ហើយអ្នកអាចសិក្សាពីការវិនិយោគដើម្បីឲ្យលុយរបស់អ្នកកើនឡើងការគ្រប់គ្រងលុយការទាមទារនូវវិន័យនិងការអនុវត្តជាប់លាប់សូមចាប់ផ្ដើមពីចំណុចតូចៗនិងបង្កើតទម្លាប់ហិរញ្ញវត្ថុល្អៗជារៀងរាល់ថ្ងៃ